ជាប់ចម្ពាក់ស្លាប់ជាជាប់ចម្ពាក់ឲ្យព្រះសម្ដែងចេះសម្ដែងថាបុគ្គលណាមួយរៀបស្លាប់ជាបុគ្គលជាប់ចម្ពាក់ដោយសេចក្តីលោភលន់អ្នកនឹងស្លាប់ទៅកើតភូមិមួយហៅភូមិប្រេតគឺថាច្រើនទៅកើតប្រេតហើយប្រេតហ្នឹងគឺវេទនាហ្មងគ្មានសម្លៀកបំពាក់គ្មានបាយហូបគ្មានផ្ទះនៅគ្មានថ្នាំផាត់ទេដើរទៅព្រឹកនៅកណ្ដាលវាកណ្ដាលព្រៃស្វែងរកអាហារអំពីក្រមញាតគេមើលមិនឃើញនិយាយក៏គេស្ដាប់មិនឮហើយលូកដៃទៅកាន់តែទាំងឡាយឃើញគេលក់នំនៅទីផ្សារតិចក៏លូកកាន់បានចោះអត់ទេកាន់ជាប់ទេចាប់មិនបានទេអញ្ចឹងនៅតែវេទនានឹងអត់ពីនឹងទៅហើយបើសិនជាបុគ្គលនោះដល់ពេលរៀបស្លាប់ការនៅរស់សន្សំនៅទូស័កច្រើនខំច្រើនមួម៉ៅច្រើនក្តៅកាហាយច្រើនរអ៊ូរទាំច្រើនកមាច់កមើច្រើនចឹងហ្នឹងដល់ស្លាប់ទៅទោសនៃទូស័កច្រើនទៅនាំពលឹងជននេះឲ្យទៅកើតនៅក្នុងនរកហើយទាំងនរកមានភ្លើងឆេះហើយក្តៅក្រហល់កាហាយរាប់ពាន់ម៉ឺនឆ្នាំនៅតែក្នុងភ្លើងមិនចេះស្លាប់បើរៀបស្លាប់នៅជាប់ប្រកាន់កូនអញចៅអញទ្រព្យសម្បត្តិអញអ្វីសុទ្ធរបស់អញទាំងអស់ដល់រៀបស្លាប់ដល់ចុះទៅខនឹងនាំបលឹងនឹងឲ្យតែកើតជាឆ្កែកើតជាឆ្មាកើតជាកណ្ដុរដូចជាសទ្ធិមួយនៅក្នុងសម័យខាងដើមនៅក្នុងចំពីញ៉ាំកលកៈទីបនីលើកបានបញ្ជាក់អំពីសទ្ធិប្តីប្រពន្ធពីរនាក់បានទ្រព្យសម្បត្តិច្រើនខ្លាយចោលលួចយកទៅកប់ផែនដីហើយស្រុកនឹងកើតគេហៅអាសន្នរោគស្លាប់ជាជនរត់អស់ហើយភរិយាសទ្ធិដល់ស្លាប់ទៅកើតជាកណ្ដោមួយជាសត្វកណ្ដុរនៅចាំទ្រព្យសម្បត្តិនឹងបងអត់មានទៅកើតឯណាទេថារៀបស្លាប់នឹងគឺតាំងពីគាត់រស់មកគាត់ជាប់ចម្ពាក់តែនឹងទ្រព្យនឹងចិត្តគាត់នឹងមមីទៅក្នុងទ្រព្យនឹងឯងហួងហែរសាទុកតាមនេះរបស់អញនោះរបស់អញគ្មានបានគិតខកអីសោះអត់បានធ្វើទានសិលភាវនាយកសិលទានសិលភាវនាមកជាទីពឹងអត់ជាប់ចម្ពាក់ក្នុងទ្រព្យនឹងឯងដល់ស្លាប់ទៅវិញ្ញាណនេះចូលអំពីនឹងទៅកើតជាសត្វកណ្ដុរនៅរសាទ្រព្យនឹងឯងហើយសួរថាខ្លួនជាសត្វកណ្ដុរទៅហើយនឹងតើទៅស៊ីអីកើតទៅស្លៀកអីកើតទៅថប់អីកើតជាងគិតមើលដូច្នេះអ្វីដែលខំប្រឹងរកតាំងពីកើតទល់ថ្ងៃស្លាប់ជាតិមុនហ្នឹងគឺទៅជាអាសាបងទាំងអស់អត់ន័យអត់ខ្លឹមសារដល់ព្រលឹងចុះមកកើតជាសត្វកណ្ដុរក៏មិនទាំងបានស្លៀកបានស៊ីទៀតនៅនឹងកំណល់ទ្រព្យសម្បត្តិហ្នឹងប៉ុន្តែมันអាចយកមកប្រើប្រាស់បានបើទៅជាមុខភ័ក្រឈ្មោះថាជាបុគ្គលកំសត់ដូច្នេះអ្នកគ្មានប្រាជ្ញារកសុខមិនឃើញទេនៅក្នុងអន្ទាក់ជាប់អន្ទាក់អង្គុយលើអន្ទាក់ជាប់អន្ទាក់នៅជាមួយនឹងប្តីជាប់ប្តីនៅជាមួយនឹងប្រពន្ធជាប់នឹងប្រពន្ធនៅជាមួយនឹងកូនជាប់នឹងកូននៅជាមួយនឹងកំណល់ទ្រព្យសម្បត្តិជាប់ក្នុងកំណល់ទ្រព្យសម្បត្តិនឹងអង្គុយលើអន្ទាក់ជាប់អន្ទាក់នឹងអត់ប្រាជ្ញាគេហៅចំណងចងជាប់ដល់ថ្ងៃស្លាប់វិញ្ញាណនឹងអត់មានបានមកកើតជាអីក្រៅអំពីកើតជានរោកើតជាប្រេតឬក៏កើតជាសត្វដេរឆានវិលទៅវិលមកនៅតែប៉ុណ្្នឹងឯងព្រោះតែអាស្រ័យនឹងការជាប់ចម្ពាក់នឹងឯងរកសេចក្តីសុខមិនបានចំណែកជនមានប្រាជ្ញាគេគិតឃើញដោយឧបាសិកាទាំងឡាយដែលបានមកថ្វាយខ្លួនជាឧបាសិកាកាន់សិល5ក្នុងវ័យនេះគឺមកពីគិតឃើញនឹងមានប្រាជ្ញាហើយ
គិតឃើញតែអោធរទាំងឡាយនេះឲ្យគិតឃើញអញ្ចឹងធរទាំងឡាយខាងដើមកើតខាងចុងស្លាប់ដល់ពេលស្លាប់មិនមានទីពឹងគ្មានអីជាទីពឹងសោះអត់ដូច្នេះខំសវាសទិញអ្វីក្នុងបច្ចុប្បន្ននេះក៏គ្រាន់តែយកមកទុកតែប៉ុណ្្នឹងឯងទៅក្នុងទូចោលលេងមួយជាតិអញ្ចឹងទៅឬទុកក្នុងឃ្លាំងចោលមួយជាតិអញ្ចឹងទៅឬទុកក្នុងដីចោលមួយជាតិអញ្ចឹងទៅទុកក្នុងផ្ទះចោលមួយជាតិអញ្ចឹងទៅគិតឃើញតែអត់ប្រយោជន៍របស់នេះគ្មានខ្លឹមសារអញ្ចឹងអ្នកមានប្រាជ្ញាគេត្រូវតែស្ដារធ្វើរបស់ដែលគ្មានខ្លឹមសារឲ្យទៅជាមានខ្លឹមសារនេះគេធ្វើរបស់ដែលគ្មានខ្លឹមសារឲ្យទៅជាមានខ្លឹមសារសម្លៀកបំពាក់នេះគ្មានខ្លឹមសារទេក្នុងថ្ងៃស្លាប់អាហារពុជននេះគ្មានខ្លឹមសារទេក្នុងថ្ងៃស្លាប់ផ្ទះនៅគ្មានខ្លឹមសារទេក្នុងថ្ងៃស្លាប់មាសប្រាក់លុយកាក់ទាំងអស់គ្មានខ្លឹមសារតទៅសោះក្នុងថ្ងៃស្លាប់ប៉ុន្តែជនដែលមានបញ្ញាយ៉ាងចំណាប់គេបានចាប់យកទ្រព្យសម្បត្តិនេះទៅកាន់ប្រាក់លោកណាគេចាប់របស់នេះទៅកាន់ប្រាក់លោកមកដោយគេលះបង់នៅសេចក្តីកំណាញ់នឹងការជាប់ជំពាក់យកទ្រព្យនេះទៅយកទៅធ្វើជាទានណាគេធ្វើជាទានវិញយកទៅធ្វើជាទានទៅយកលុយយកកាក់នឹងទិញជាចៃវរប្រគៀនប្រសង់ទៅធ្វើចង្ហាន់បិណ្ឌបាតប្រគៀនប្រសង់ទៅឬក៏លោកយាយលោកតាធ្វើកត់ធ្វើសាលាឬក៏ធ្វើជាសេនាសនៈពី3នាទីអង្គុយស្នាមផឹកទៅរបស់ដែលគ្មានខ្លឹមសារគេធ្វើឲ្យទៅជាមានខ្លឹមសារ